លោករណរងកៅពេជ្រដែលជាសកម្មជននិងជាមេធាវីមួយរូបបានជំរុញឲ្យប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ប្តឹងរាជរដ្ឋាភិបាលថៃលោកអនុទីនជុំវិញបញ្ហាប្រមានយឺតយ៉ាវការគ្រប់គ្រងមិនបានល្អនិងការបរាជ័យនៃហេដ្ឋារចនាសម្ព័ន្ធដោយនិយាយថារាជរដ្ឋាភិបាលគួរតែទទួលខុសត្រូវចំពោះទឹកជំនន់ដែលបានវាយប្រហារស្រុកហាតយ៉ៃនៃខេត្តសង្ខឡាចំណែកយោធាអាមេរិកនិងសេរីបានពួតដៃគ្នាគំទេចឃ្លាំងអាវុធក្រុម ISIS ខណៈពេលដែលមានការកើនឡើងនៃចំនួនប្រដាប់អាវុធទូទាំងសកលលោកបានជំរុញឲ្យក្រុមហ៊ុនផលិតអាវុធធំរកប្រាក់ចំណូលបានកប់ក្តោងអនុញ្ញាតគោរពនឹងជំរាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះផងដែរខ្ញុំបាទក៏មាននៅព្រឹត្តិការណ៍អន្តរជាតិធំចំនួន3ដើម្បីចែកជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាដែលអត្ថបទទី1គឺតាក់ទងទៅនឹងនាយករដ្ឋមន្ត្រីថៃដែលត្រូវបានមេធាវីក៏ដូចជាសកម្មជនមួយរូបបានជំរុញឲ្យប្រជាជនថៃគឺប្តឹងគាត់បាទនៅជុំវិញបញ្ហាដែលជនរងគ្រោះដោយសារទឹកជំនន់ហ្នឹងគឺរាជរដ្ឋាភិបាលមានការយឺតយ៉ាវនៅក្នុងការជួយសង្គ្រោះក៏ដូចជាការគ្រប់គ្រងមិនបានល្អដូចជាបញ្ហានៃភាពបរាជ័យនៃហេដ្ឋារចនាសម្ព័ន្ធជាដើមហ្នឹងបាទចំណែកឯអត្ថបទទី2គឺតាក់ទងទៅនឹងយោធាអាមេរិកនិងសេរីគឺបានពួតដៃគ្នាដើម្បីកម្ចាត់នៅឃ្លាំងអាវុធរបស់ក្រុម ISIS ចំណែកអត្ថបទចុងក្រោយរបស់យើងគឺតាក់ទងទៅនឹងការកើនឡើងនៃចំនួនប្រដាប់អាវុធទូទាំងសកលលោកគឺបានជំរុញឲ្យក្រុមហ៊ុនផលិតអាវុធធំគឺបានរកប្រាក់ចំណូលបានកប់ក្តោងតែម្ដងគឺរកបានច្រើនជាបញ្ហាមួយដែលបារម្ភមែនទែនដោយសារតែមានការផលិតអាវុធច្រើនបែបនេះគឺអាចនឹងប្រឈមមុខទៅអនាគតអាចនឹងមានសង្គ្រាមលោកលើកទី3ហើយប្រិយមិត្តទូរទស្សនិកជនសាកសម័យមើលថាបើសិនជាមានសង្គ្រាមលោកលើកទី3កើតឡើងពិតមែនតើប្រជាជនក៏ដូចជាគ្រប់ប្រទេសនៅទូទាំងសកលលោកមានភាពរញ៉េរញ៉ៃប៉ុណ្ណាបើសិនជាប្រិយមិត្តពុកម៉ែបងប្អូនគិតថាវីដេអូមួយនេះមានប្រយោជន៍សូមចុច like និង share ហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ទទួលបាននៅវីដេអូបែបព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតពី channel របស់ខ្ញុំពុកម៉ែបងប្អូនគ្រាន់តែចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយជាការស្រេចកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដាននៅអត្ថបទព័ត៌មាននេះទាំងអស់គ្នាអត្ថបទទី1នេះគឺតាក់ទងទៅនឹងនាយករដ្ឋមន្ត្រីថៃសកម្មជននិងជាមេធាវីលោករណរងកៅពេជ្រកំពុងជំរុញឲ្យជនរងគ្រោះដោយសារទឹកជំនន់ចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃជុំវិញការព្រមានយឺតយ៉ាវការគ្រប់គ្រងមិនបានល្អនិងការបរាជ័យនៃហេដ្ឋារចនាសម្ព័ន្ធដោយនិយាយថារាជរដ្ឋាភិបាលគួរតែទទួលខុសត្រូវចំពោះទឹកជំនន់ដែលបានវាយប្រហារស្រុកហាតយ៉ៃខេត្តសង្ខឡានិងផ្នែកផ្សេងទៀតនៃតំបន់ភាគខាងត្បូងនៅក្នុងការបង្ហោះមួយលើទំព័រ Facebook ប្រធានមូលនិធិយុទ្ធនាការដើម្បីទាមទារយុត្តិធម៌សង្គមបាននិយាយថាសាធារណជនមានសិទ្ធិប្តឹងរាជរដ្ឋាភិបាលទាមទារសំណងបើសិនជាពួកគេអាចបញ្ជាក់ពីការធ្វេសប្រហែសឬសកម្មភាពខុសឆ្គងដោយមន្ត្រីរាជរដ្ឋាភិបាលមូលដ្ឋានដោយកត់សម្គាល់ពីការពន្យាពេលនៃការជូនដំណឹងអំពីទឹកជំនន់សម្រាប់តំបន់រងផលប៉ះពាល់លោករណរងបាននិយាយថាការបរាជ័យរបស់ភ្នាក់ងាររដ្ឋក្នុងការជូនដំណឹងទាន់ពេលវេលាដោយសារតែការវិនិច្ឆ័យខុសរបស់ពួកគេអំពីភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយបានធ្វើឲ្យប្រជាពលរដ្ឋមិនបានត្រៀមខ្លួននិងមិនអាចជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់លោកបានបន្តទៀតថានេះអាចជាការធ្វេសប្រហែសមុនពេលបន្ថែមថាប្រសិនបើការជូនដំណឹងត្រូវបានបញ្ជាក់ថាមានការពន្យាពេលឬមិនគ្រប់គ្រាន់រដ្ឋអាចនឹងទទួលខុសត្រូវសកម្មជននិងជាមេធាវីរូបនេះបានបន្ថែមថារដ្ឋបាលក្រុងហាតយ៉ៃដែលត្រូវបានអ្នកស្រុកទុកចិត្តថាជាប្រភពព័ត៌មានក្នុងកំឡុងពេលទឹកជំនន់ក៏គួរតែត្រូវបានពិនិត្យផងដែរព្រោះដំបូងឡើយបានធានាដល់ប្រជាពលរដ្ឋថាស្ថានភាពមានសុវត្ថិភាពលោកបានលើកឡើងថាបានបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនមានការធ្វេសប្រហែសក្នុងការជម្លៀសចេញ
ដោយមនុស្សជាច្រើនជ្រើសរើសស្នាក់នៅក្នុងលំនៅឋានរបស់ពួកគេឬផ្លាស់ទីទ្រព្យសម្បត្តិទៅកាន់ទីខ្ពស់លើសពីនោះលោករណรงค์បានបន្ថែមថារដ្ឋក៏អាចនឹងត្រូវប្តឹងផងដែរប្រសិនបើភស្តុតាងបង្ហាញថាការគ្រប់គ្រងប្រព័ន្ធទឹកមិនបានល្អដូចជាប្រតិបត្តិការទ្វារទឹកមិនត្រឹមត្រូវការបរាជ័យក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធបង្ហូរទឹកប្រឡាយស្ទះឬម៉ាស៊ីនបូមទឹកដែលដំណើរការខុសប្រក្រតីធ្វើឲ្យទឹកជំនន់នៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរគូបញ្ជាក់ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃបានកើនឡើងដល់170នាក់កើនឡើង8នាក់គិតត្រឹមថ្ងៃសៅរ៍ទី29ខែវិច្ឆិកានិង102នាក់រងរបួសនេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសាធារណៈថៃខេត្តសង្ខឡាមានអ្នកស្លាប់ខ្ពស់បំផុតរហូតទៅដល់131នាក់បាទសម្រាប់អត្ថបទសារព័ត៌មានទី1នេះបាទគឺមានតែប៉ុណ្្នឹងទេបាទគឺសូមបញ្ចប់បាទហើយសម្រាប់ព័ត៌មានទី2បាទគឺនឹងនិយាយអំពីយោធាអាមេរិកបាទនឹងសេរីគឺបានប្រគៀកស្មារគ្នាវាយកំទេចឃ្លាំងអាវុធក្រុម ISIS បាទយោធាសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃអាទិត្យទី30ខែវិច្ឆិកាថាខ្លួនបានវាយប្រហារកំទេចទីតាំងឃ្លាំងអាវុធចំនួន15កន្លែងរបស់រដ្ឋអ៊ីស្លាមនិយមឬហៅកាត់ថា ISIS ដែលកំពុងលាក់ខ្លួនពួនអាត្មាក្នុងសម្បុកនៅឯភាគខាងត្បូងប្រទេសស៊ីរីនាពេលថ្មីនេះជាក់ស្ដែងទីបញ្ជាការយោធាកណ្ដាលរបស់សហរដ្ឋអាមេរិក ICNT-COM បានបញ្ជាក់ថាខ្លួននិងកងកម្លាំងស៊ីរីបានកំណត់គោលដៅនិងបំផ្លាញកន្លែងស្តុកអាវុធនៅទូទាំងខេត្ត Ris Damas ក្នុងកំឡុងពេលវាយប្រហារតាមអាកាសនិងការបំផ្ទុះទម្លុះផ្ទៃដីជាច្រើនលើកខណៈការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី24ខែវិច្ឆិកាដល់ថ្ងៃទី27ខែវិច្ឆិកាលើសពីនេះ CENT-COM បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រតិបត្តិការរួមគ្នាបានកំទេចកាំភ្លើងធំនិងគ្រាប់រ៉ុកកែតជាង130ដើមកាំភ្លើងវាយប្រហារជាច្រើនដើមកាំភ្លើងយន្តមីនប្រឆាំងរថក្រោះនិងសម្ភារៈសម្រាប់ផលិតឧបករណ៍បំផ្ទុះដែលមិនមានលក្ខណៈច្នៃប្រឌិតជាច្រើនទៀតលោក Red Cooper មេបញ្ជាការ CENT-COM បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យទី30ខែវិច្ឆិកាថាប្រតិបត្តិការវាយប្រហារនេះធានាថាការកើនឡើងដែលធ្វើឡើងប្រឆាំងក្រុម ISIS គឺថិតថេរនិងយូរអង្វែងប្រធានាធិបតីលោកដូណាល់ត្រាំបានបដិញ្ញាធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីឲ្យស៊ីរីទទួលបានជោគជ័យបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃទី10វិច្ឆិកាជាមួយប្រធានាធិបតីស៊ីរីលោកអាមេតអាល់សារ៉ាអតីតមេបញ្ជាការអាល់កៃដាគួររំលឹកផងដែរថារដ្ឋាភិបាលស៊ីរីបានអនុវត្តប្រតិបត្តិការបណ្ដោះអាសន្នទូទាំងប្រទេសដោយផ្ដោតលើបណ្ដាញកោសិការដ្ឋអ៊ីស្លាមនៅប៉ុន្មានថ្ងៃមុនកិច្ចចរចារបស់លោកអាល់សារ៉ានៅរដ្ឋធានីវ៉ាស៊ីនតោនគោលបំណងសំខាន់មួយរបស់លោកសារ៉ាក្នុងជំនួបជាមួយត្រាំគឺដើម្បីជំរុញឲ្យមានការដកចេញទាំងស្រុងនៅទណ្ឌកម្មដ៏តានតឹងបំផុតរបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសនៅមជ្ឈមបូព៌ាមួយនេះគេនៅចាំបានថាក្នុងកំឡុងពេលនៃកិច្ចប្រជុំក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពន្យាពេល180ថ្ងៃនៃការផ្អាកលើការអនុវត្តទណ្ឌកម្មប៉ុន្តែមានតែសភាអាមេរិកតែប៉ុណ្ណោះដែលមានឆន្ទានុសិទ្ធិដកចេញបានទាំងស្រុងនៅទណ្ឌកម្មលើប្រទេសនេះគួរបញ្ជាក់ឡើងវិញថាក្រុមរដ្ឋអ៊ីស្លាមនិយមឬ ISIS ជាក្រុមសកម្មប្រយុទ្ធដែលធ្លាប់ដាក់ការគ្រប់គ្រងរដ្ឋអ៊ីស្លាមជ្រុលនិយមលើមនុស្សរាប់លាននាក់នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ប៉ុន្តែក្រុមនេះត្រូវបានកំទេចដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំមុនតែពួកគេបានកសាងនិងបង្កើតក្រុមនេះឡើងវិញដូច្នេះទោះបីជាចង់មិនចង់រដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋធានីដាម៉ាស់ត្រូវតែរួមដៃគ្នាទប់ស្កាត់នៃការងើបឡើងវិញរបស់ក្រុមចិត្តឆាវដ៏គួរឲ្យខ្លាចនេះបាទសម្រាប់អត្ថបទដែលតាក់ទងទៅនឹងបាទយោធាអាមេរិកនិងយោធាស៊ីរីនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងបាទហើយសម្រាប់បាទអត្ថបទសារព័ត៌មានទី3របស់យើងនោះគឺតាក់ទងទៅនឹងបាទ
ការកើនឡើងនៃចំនួនប្រដាប់អាវុធទាំងមូលបាទនៅលើសកលលោកគឺជំរុញឲ្យក្រុមហ៊ុនប្រដាប់អាវុធធំបាទគឺបង្កើតអាវុធបាទគឺរកប្រាក់ចំណូលបានកប់ក្តោងបាទយើងទៅតាមដានបាទអត្ថបទព័ត៌មាននេះទាំងអស់គ្នាបាទបើយោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ប្រាក់ចំណូលពីការលក់អាវុធនិងសេវាកម្មយោធាដោយក្រុមហ៊ុនផលិតអាវុធធំចំនួន100នៅលើពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយនៃចំនួន$679,000,000,000សហរដ្ឋអាមេរិកនៅឆ្នាំ2024សង្គ្រាមនៅកាហ្សានិងអ៊ុយក្រែនក៏ជាភាពតានតឹងនៅក្នុងភូមិសាស្ត្រនយោបាយសកលនិងនៅបណ្ដាតំបន់មួយចំនួនបង្កឲ្យមានការចំណាយលើផ្នែកយោធាកាន់តែខ្ពស់ហើយបានបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនលក់យុទ្ធោពករណ៍និងសេវាកម្មយោធាផ្សេងៗដល់អតិថិជនក្នុងស្រុកនិងក្រៅស្រុកប្រទេសចំនួន5.9% បើធៀបទៅនឹងឆ្នាំមុននេះបើយោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃច័ន្ទទី1ខែធ្នូនេះការកើនឡើងភាគច្រើននៃទីផ្សារសកលត្រូវបានសន្មតថាជារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអឺរ៉ុបនិងសហរដ្ឋអាមេរិកប៉ុន្តែមានការកើនឡើងជារៀងរាល់ឆ្នាំនៅគ្រប់តំបន់ទាំងអស់លើកលែងតែអាស៊ីនិងអូសេអានីជាកន្លែងដែលមានបញ្ហាក្នុងឧស្សាហកម្មអាវុធរបស់ចិនបានធ្វើឲ្យចំនួនសរុបក្នុងតំបន់ធ្លាក់ចុះក្រុមហ៊ុន Lockheed Martin, Northrop Grumman និង General Dynamics បាននាំមុខគេនៅសហរដ្ឋអាមេរិកជាកន្លែងដែលប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាវុធនៅកំពូលទាំង100បានកើនឡើង3.8% នៅឆ្នាំ2024កើនដល់$334,000,000,000ដោយក្រុមហ៊ុនអាមេរិកចំនួន30ក្នុងចំណោម39នៅក្នុងចំណាត់ថ្នាក់បានបង្កើតប្រាក់ចំណូលរបស់ពួកគេក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានបង្ហាញខ្លួនក្នុងបញ្ជីក្រុមហ៊ុនផលិតអាវុធកំពូលរបស់ពិភពលោកជាលើកដំបូងបន្ទាប់ពីប្រាក់ចំណូលពីអាវុធរបស់ខ្លួនកើនឡើងជាងទ្វេដងបើធៀបទៅនឹងឆ្នាំ2023ដល់$1.8,000,000,000ដោយមិនរាប់បញ្ចូលប្រទេសរុស្ស៊ីមានក្រុមហ៊ុនផលិតអាវុធចំនួន26ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង100ដែលមានមូលដ្ឋាននៅអឺរ៉ុបក្នុងចំណោមក្រុមហ៊ុនទាំងនោះមាន23ក្រុមហ៊ុនដែលបានកត់ត្រានៃការកើនឡើងប្រាក់ចំណូលពីការលក់អាវុធនិងឧបករណ៍ប្រាក់ចំណូលសរុបពីការលក់អាវុធរបស់ពួកគេបានកើនឡើង13%ដល់$151,000,000បន្ទាប់ពីបង្កើនប្រាក់ចំណូល193%ដល់$3.6,000,000តាមរយៈការផលិតគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែនក្រុមហ៊ុនឆេកបានកត់ត្រាការកើនឡើងភាគរយយ៉ាងខ្លាំងនៃប្រាក់ចំណូលពីអាវុធក្នុងចំណោមក្រុមហ៊ុនកំពូលទាំង100ក្នុងឆ្នាំ2024បាទសម្រាប់អត្ថបទទី3នេះបាទគឺខ្ញុំសូមសង្ខេបតែត្រឹមនេះចុះបាទព្រោះថាអត្ថបទនេះគឺរៀងវែងបាទហើយអ្វីដែលសំខាន់គឺខ្ញុំបានលើកឡើងមកជម្រាបជូនអស់ហើយបាទហើយសម្រាប់បាទអត្ថបទសារព័ត៌មាននៅថ្ងៃនេះផងដែរគឺមានតែប៉ុណ្្នឹងទេបាទហើយក៏សូមគោរពអរគុណទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទូរទស្សនិកជនទាំងអស់គ្នាបាទដែលបានតាមដាននិងស្ដាប់នៅព័ត៌មានព្រឹត្តិការណ៍អន្តរជាតិថ្មីពីបាទ Channel YouTube របស់ខ្ញុំបាទហើយបើសិនជាមានចំណុចត្រង់ណាមួយនៅក្នុងការអធិប្បាយរបស់ខ្ញុំបាទមានកន្លែងដែលពុកម៉ែបងប្អូនគិតថាមិនពេញចិត្តពុកម៉ែបងប្អូនអាច comment បាទជាការរិះគន់ដើម្បីស្ថាបនាបានហើយខ្ញុំបាទនឹងទទួលដោយរីករាយបាទវីដេអូក្រោយខ្ញុំក៏មាននៅព័ត៌មានបាទក៏ដូចជាព្រឹត្តិការណ៍ធំនៅលើពិភពលោកបាទដែលជាព្រឹត្តិការណ៍អន្តរជាតិដើម្បីមកជម្រាបជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូមួយនេះដែរគឺខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងបាទគឺសូមអរគុណនិងសូមជម្រាបលាបាទ